បាទគ្រប់ជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះខ្ញុំសូមបង្ហាញគោបាមួយទៀតដែលឈរជើងនៅសង្កាត់ដង្កោខណ្ឌសង្កាត់ជើងឯកខណ្ឌដង្កោរាជធានីភ្នំពេញដែលត្រូវជាគោបារបស់ពូវត្ថាហើយគោនេះដែរគឺជាគោខ្សែខាងអាសេះត្រូវជាគោនឹងស្គរជ័យវាត្រូវជាចៅអាសេះដែលវាមានឈ្មោះអាពេជ្រហើយចំពោះអាពេជ្រនេះដែរគឺវាឲ្យកូនហើយរូបរាងវាសង្ហាតាំងពីផ្លូវពហួរបងបោកក្បាលឆ្អឹងខ្នងគឺវាស្អាតហើយគោនេះដើមឡើយគឺកាលវានៅតូចគោខរបស់គាត់ហើយកាលវានៅតូចគាត់បានលក់ឲ្យគេនៅដូចជាមួយដុំស្អាងអញ្ចឹងខ្ញុំអត់ច្បាស់ដែរហើយនេះកូនក្រៅរបស់គាត់មេនេះស្អាតមែនតើហើយចំពោះអាពេជ្រនេះដែរវាកាច់ធ្មេញអស់ហើយកម្ពស់វា1.50 ម៉ែត្រលើសហើយមើលចំហវាឈរគឺស្អាតមែនតើមើលខ្នងវានៅជើងឯកណែបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ចង់ដាក់បាសបងប្អូនអាចមកកាន់សារមន្ទីរជើងឯកហើយបងប្អូនជិះមកធំមកហួសសារមន្ទីរជើងឯកប្រហែលជា500 ម៉ែត្របងប្អូនមើលខាងឆ្វេងដៃបងប្អូនឃើញផ្លាកដែលឈ្មោះអាភ្នំពេញតែអាភ្នំពេញឥឡូវគាត់លក់ទៅឲ្យបងប្រុសនៅខាងដូចជាព្រៃវែងហើយអាភ្នំពេញក៏វាឲ្យកូនដែរហើយអានេះក៏វាឲ្យកូនមិនធម្មតាដែរប៉ុន្តែខ្ញុំអត់បានថតកូនវាហ្នឹងហើយសូមរីករាយទស្សនាបងប្អូនអានេះរៀងចាស់ហ្នឹងមុខចាស់ដែរថតយ៉ាងសម្បើមអានេះគឺជ្រួលហ្នឹងចុយបោលណាមេព្រោះយកមកពីណាល្អដែរមួយទៀតមេជ្រួលវាសូមបង្ហាញមេគូប៉ុន្តែគូនេះក៏អត់លក់ដែរគោនេះបងប្អូនមើលមកផ្លែតថាអូគោកំមុំប៉ុន្តែអត់ទេមេនេះកូន3ដងហើយកូនវាស្អាតមែនទេនៅក្រៅគាត់ពីសិតកូនវាគោនេះគាត់ថាប្រវត្តិរបស់វាត្រូវជាខ្សែរ៉េប៉ុន្តែអត់ដឹងខាងណាខាងអីដឹងតែខ្សែរ៉េមេនេះគឺកម្ពស់ដូចជាខ្ទង់1.40 ម៉ែត្រលើសប៉ុន្តែក្រាស់ពូវែងនេះមើលមកថាវាក្មេងប៉ុន្តែកូនវា3នេះសិតតែកូនវាហ្នឹងប៉ុន្តែវាឲ្យថតនេះក៏ពីទលេដែរមេធម្មតាទេគឺមើលតែខ្នងផ្លូវលងចកេះវាស្បុកពោះដោះក៏ចឹងក៏គឺមកចប់មកឲ្យកូនណាមេនេះ
côn vía quạt tâm lụa chanh muối đấy cứ côn small còn là many víaมันใส่ជាកាចប្រមាណទេដោយសារតែវារៀងកជួលអញ្ចឹងដោយសារយើងទៅបបែកកូនវាហើយបងប្អូនមើលបានកូននេះគឺវាឆយมันស្អាតធម្មតាទេមានលុយល្មមរកទិញផែនប៉ានេះអត់បានទេណែបងប្អូនសូមរីករាយទស្សនាពូនៅសល់3ហ្នឹងឥឡូវជួយចុច Subscribe នៅ Channel ខ្ញុំម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូថ្មីៗទៀតងំមកស្ដាយទៅដល់ប្រែកុយតែអត់បានចូលថតអានោះស្មាវាអត់តាន់ដូរទីតាំងឲ្យមើលទៅដល់គេថាទៅនៅប្រែកុយវិញបាត់ហើយខ្ញុំខំក្រោកតាំងចិត្តភ្លឺទៅមើលផ្ទះខ្ញុំនៅនេះតាពូនៅភូមិតលៃហ្នឹងហើយពូខ្ញុំឆ្លាញ់ខ្ញុំចេះថតដាក់ Channel ទេណាហើយសបផ្សាយឥឡូវអត់ទៅមានអ្នកថតទេពូយូរមួយមេនេះអត់ទាន់អស់នៅតែមើលអស់ទៅដឹងកម្ពស់ម៉ាន